ការប្រែប្រួលអាកាសធាតុបង្កឲ្យមានផលប៉ះពាល់ទូទាំងពិភពលោកដែលនៅក្នុងនោះប្រទេសកម្ពុជារបស់យើងក៏ជាប្រទេសមួយនៅក្នុងចំណោមប្រទេសទាំង10ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុដោយរងគ្រោះដោយសារខ្យល់ព្យុះទឹកជំនន់រាំងស្ងួតរលកកម្ដៅការផ្លាស់ប្ដូរអាកាសធាតុយ៉ាងឆាប់រហ័សជំងឺនិងកង្វះស្បៀងអាហារទឹកជំនន់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិលេចខូចផលដំណាំមនុស្សរត់រកទីទួលសុវត្ថិភាពកង្វះស្បៀងអាហារទឹកស្អាតប្រើប្រាស់ប្រជាជនមានបញ្ហាសុខភាពខ្វះអនាម័យនិងជំងឺផ្សេងៗអាចមានពោះចឹកខូចខាតហេដ្ឋារចនាសម្ព័ន្ធអគារសិស្សមិនអាចទៅរៀនបានចំណែកឯប្រជាជនមួយចំនួនចំណាក់ស្រុកដើម្បីរកការងារធ្វើនៅតំបន់ផ្សេងឬក្រៅប្រទេសដោយសារតែកង្វះខាតជីវភាពស្ត្រីនិងកុមារអាចទទួលរងនឹងការកេងប្រវ័ញ្ចផ្លូវភេទអ្នកខ្លះក៏បាត់បង់ជីវិតដោយសារតែការលង់ទឹកជាដើមភាពរាំងស្ងួតធ្វើឲ្យខូចផលដំណាំងាយកើតសត្វល្អិតចង្រៃបំផ្លាញកសិផលប្រភពទឹកនិងអាងស្តុកទឹកមួយចំនួនត្រូវរីងស្ងួតកង្វះទឹកប្រើប្រាស់ប្រជាជនមានបញ្ហាសុខភាពខ្វះអនាម័យនិងជំងឺផ្សេងៗសិស្សមិនអាចទៅរៀនបានដោយសារសីតុណ្ហភាពក្តៅពេកប្រជាជនខូចខាតផ្នែកកសិកម្មក៏ត្រូវបង្ខំចិត្តខ្ចីប្រាក់ធនាគារចំណាក់ស្រុករកការងារធ្វើនៅតំបន់ផ្សេងៗទៀតជាដើមការកើនឡើងនៃសីតុណ្ហភាពផែនដីបង្កឲ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលខាងជើងនិងខាងត្បូងរលាយដែលធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងផ្ទៃដីរាប់លានគីឡូម៉ែត្រនឹងលិចផលប៉ះពាល់ទៅដល់ប្រជាជនរាប់លាននាក់និងវិស័យកសិកម្មទីជម្រកមុខរបរទេសចរណ៍និងសុវត្ថិភាពស្បៀងអាហារភ្លៀងធ្លាក់ច្រើននៅតំបន់ត្រូពិចខ្សត់ភ្លៀងនៅតំបន់ផ្សេងទៀតចំណែកឯតំបន់ត្រូពិចប្រឈមនឹងទឹកជំនន់ញឹកញាប់ឯតំបន់មួយចំនួនទៀតនឹងជួបគ្រោះរាំងស្ងួតតំបន់ជាច្រើននៃពិភពលោកស្ងួតហួតហែងជាងមុនភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់ខ្លាំងជាងមុនកើតមានទំនាស់ដោយសារតែការប្រើប្រាស់ទឹកចំពោះសុខភាពមនុស្សកំណើនភាពតានតឹងនៃអារម្មណ៍ដោយសារតែកម្ដៅនិងជំងឺផ្សេងៗទៀតឆ្លងតាមខ្យល់ការកើនឡើងនៃឧស្ម័នកាបូននៅក្នុងបរិយាកាសធ្វើឲ្យមានកំណើនកម្រិតអាស៊ីតនៅក្នុងមហាសមុទ្រនិងប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីប្រែប្រួលប្រភេទសត្វនិងរុក្ខជាតិ